ទូរស័ព្ទ OnePlus 15 កំពុងឈានទៅរកការប្រកាសខ្លួនជាសកលនៅទូទាំងពិភពលោកដែលវាជា smartphone លំដាប់កំពូលវានឹងបំពេញចិត្តអ្នកនិយម brand OnePlus តាមការឲ្យដឹងថា OnePlus ទៅតែបានបញ្ជាក់ពីកាលបរិច្ឆេទផែនការរបស់ខ្លួនចេញលក់បន្ទាប់ពី smartphone នេះបានប្រកាសខ្លួននៅក្នុងប្រទេសចិនរួចមកនឹងត្រូវចេញ model ថ្មីជាសកលនៅថ្ងៃទី 13 ខែវិច្ឆិកាឆ្នាំ 2025 ខាងមុខនេះជាមួយលក្ខណៈបច្ចេកទេសកម្រិតកំពូលអាចធ្វើការប្រកួតប្រជែងជាមួយកំពូលទូរស័ព្ទល្អបំផុតផ្សេងទៀតនៅលើទីផ្សារបច្ចុប្បន្ន OnePlus 15 បំពាក់មុខងារអេក្រង់បង្ហាញកម្រិត 1.5K 165Hz LTPO screen តាមការបង្ហាញថាអេក្រង់កម្រិតនេះអាចឲ្យអ្នកលេងហ្គេមដូចជា Call of Duty and Clash of Clans មានភាពងាយស្រួលមែនទែនជាមួយកម្រិតហ្គេម165 frame per second អេក្រង់ 6.78 អ៊ីងពន្លឺ 1800 nits ហើយអាចបន្ទាបខ្លួនមកត្រឹម 1 nit ដែលជា Ultra Low Minimum ដោយវាមានលក្ខណៈពិសេសជួយការពារភ្នែកមិនឲ្យប៉ះពាល់ខ្លាំងទៅនឹងការជះពន្លឺនៅពេលប្រើប្រាស់មុខងារ Game Eye Comfort Mode OnePlus 15 កសាងឡើងដោយបន្ទះ chip ចុងក្រោយថ្មីជារបស់ក្រុមហ៊ុន Snapdragon 8 Elite Gen 5 ធ្វើឲ្យវាគ្មានគូប្រៀបជាមួយបន្ទះដំណើរការផ្សេងទៀតដាច់ដោយឡែកនិងជឿជាក់សម្រាប់ការតភ្ជាប់ Wi-Fi លើការចុចប៉ះកាន់អេក្រង់កម្រិត 3200Hz Touch Sampling Rate អាចឲ្យអ្នកលេងហ្គេមទូទៅទទួលបានបទពិសោធន៍ថ្មីដំបូងគេលើអត្រា 120 frame per second ដោយមិនមានការធ្លាក់ frame ឡើយ Smartphone នេះនាំមកនៅបច្ចេកវិទ្យាថ្មធំទំហំ 7300 mAh អាចឲ្យគេពិពណ៌នាបានថាជាប្រភេទថ្មធំបំផុតរបស់អ្នកប្រើប្រាស់ក្នុងប្រទេសអាមេរិកនិងកាណាដាមិនតែប៉ុណ្ណោះវាមានភ្ជាប់មកជាមួយឆ្នាំងសាក 80W Super Vox ផងដែរហើយក៏អាចសាកថ្មឥដ្ឋខ្សែបាន 50W ដោយក្រុមហ៊ុនធានាថាថាមពលថ្មនៅតែបន្តលើសកម្រិត 80% បើទោះបីជាអ្នកប្រើប្រាស់បានលើសពី 4 ឆ្នាំហើយក៏ដោយបើនិយាយពីកម្រិតភាពធន់វិញ OnePlus 15 អាចស៊ូបានចាប់ពី IP66 IP68 IP69 និង 69K សម្រាប់បរិយាកាសខាងក្រៅនិងរងសម្ពាធទឹកជាចុងក្រោយ OnePlus កត់សម្គាល់ថាលក្ខណៈបច្ចេកទេសទាំងអស់នេះសម្រាប់ទូរស័ព្ទថ្មីរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោកក៏ដូចជាព័ត៌មានលម្អិតរបស់វាផ្សេងទៀតដែលយើងអាចមើលឃើញនឹងត្រូវបានបង្ហាញក្នុងអំឡុងពេលព្រឹត្តិការណ៍សម្ពោធនៅថ្ងៃទី 13 វិច្ឆិកាខាងមុខនេះសូមអរគុណសម្រាប់ការតាមដានទស្សនា